គឺស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់ធ្វើបុណ្យនេះមើលតែក្បាលវីដេអូខ្ញុំបងខ្ញុំភ្នំខ្ញុំមានពេលម្នាក់មួយដើរចូលទៅហើយបាទខ្ញុំស្អាតរៀងស្អាតស្លូនដូចដើមស្លូនល្អនិយាយទៅល្អហ្មងល្អចេះធ្វើបុណ្យទៀតអូយើងនឹងចាប់ដើមដល់ចូលក្នុងវត្តហើយបងប្អូនអស់គ្នាបាទហើយចូលទៅដល់មានឃើញយាយតានឹងច្រើនដែរថ្ងៃនេះពីថ្ងៃមុនមិញឃើញនឹងតិចថ្ងៃនេះឃើញយាយក៏ទៅច្រើនដែរហើយទៅដល់năm nhà đãហើយក៏អង្គុយលោកក៏បានប្រាប់ថាអុយថ្វាយបង្គំព្រះសិនចាំថ្វាយបង្គំព្រះសង្ឃតាមក្រោយហើយក៏យើងមានចង្ហាន់ពីរស្រាក់មានទឹកផ្លែឈើអីខ្លះយើងប្រគេនព្រះសង្ឃហើយក៏បានយកមករៀបចំរាប់បាតទាំងអស់គ្នាហៅរាប់បាតនៅខាងខ្ញុំមិនហៅដាក់បាតខាងវត្តនេះហៅរាប់បាតហើយរាប់បាតនេះក៏ស្អាតនេះមិនដែរហ៊ានទុកទំពាយនេះនៅនេះដាក់តង់ពាយនោះឯងពាយគាត់លុយច្រើនគាត់តែហ៊ានទុកខ្លាចនៅឆ្ងាយដែរយើងទុកចិត្តដែរបានគាត់នាំគ្នាដាក់បាតទាំងអស់គ្នាបាទចង្ហាន់ច្រើនថ្ងៃនេះព្រោះអីមានខាងបងនៅភ្នំពេញគាត់មករៀបចំចង្ហាន់ពីលើកមុនមិញអត់មានទេវត្តនេះខ្សត់ជាងគេព្រោះអីនៅក្នុងព្រៃនៅក្នុងព្រៃហៅវត្តព្រៃសីចឹងសូមមានចង្ហាន់ដែរបងប្អូនតែពេលថ្ងៃនេះទៅខ្ញុំទៅទាំងច្រើនក្រិនបានចង្ហាន់លក់ឆាន់បានសំណំក្រិនស្អាតបងអូនខ្ញុំនៅកំពង់ធំញឹមស្អាតហ្មងចង្ហាន់ច្រើនមុខដែរមានបង្អែមបន្តិចទៅមានពងទាអីខ្លះត្រីយើងបានរៀបចំចង្ហាន់ហើយក៏មកក្រៅដើម្បីយើងអុជធូបទិកសលដល់ម៉ែឪយាយតាយើងដែលបានកាត់ចែកឋានទៅហើយក៏អ្នកដែលអត់ទាន់បានចែកឋានយើងទិកសលឲ្យគាត់សុខសប្បាយទាំងអស់គ្នាកុំឲ្យមានជំងឺអញ្ចឹងណាយើងចេះតែប្រាថ្នាណាបងប្អូនយើងមើលមិនឃើញដែរហើយវីដេអូយើងមានអីច្រើនទេបងប្អូនមានតែប៉ុណ្ណេះឯងហើយមើលthấyស្អាតនេះគាត់គេធ្វើបាបគាត់ឲ្យគាត់កាន់ទូរស័ព្ទ2 3តែឯងមើលគេខំលោអរគុណច្រើនដែលបានឆ្លៃរាប់អានខ្ញុំទាំងអស់គ្នាឲ្យចុច like ចុច follow ឲ្យខ្ញុំបាទខ្ញុំមានអីច្រើនក្រៅពីពាក្យថាអរគុណទេបងប្អូនអរគ្នាខ្ញុំអបសក់ពេកចេះដើរទេថាខ្ញុំដើរច្រើនដែលឃើញដេកឃើញដេកពេកស្មុកជឺក្បាលបងប្អូនកាត់ចាប់ដើមហើយមើលចាប់ដើមកាន់ឲ្យគេវីដេអូយើងមានអីច្រើនទេបងប្អូនមានតែប៉ុណ្ណេះអរគុណច្រើនបាយបាយ